អត់ធ្វើស្រែទេណាពុកម៉ែបងប្អូនណាចាឃើញស្រូវចុះអញ្ចឹងសប្បាយចិត្តដោយសារតែនឹកឃើញថាលេងភ្លេងមួយរោងពីររោងអញ្ចឹងទៅទិញស្រូវបានមួយតោនពីរតោនទុកអញ្ចឹងទៅចាសប្បាយចិត្តណាស់ប៉ុន្តែនៅតែមានអារម្មណ៍គិតថាសប្បាយចិត្តសម្រាប់ខ្ញុំតែសម្រាប់ពុកម៉ែបងប្អូនអ៊ំពូមីងដែលគាត់ធ្វើស្រែចម្ការចាគាត់នឿយហត់ខ្លាំងណាស់ឆ្នាំនេះចាមើលឃើញចាក់ស្ដែងដូចជាបងខ្ញុំណាពុកម៉ែបងប្អូនណាច្រូតហើយចាទាំងរំទៅយកស្រូវចេញពីស្រែបានពុកម៉ែបងប្អូនហើយជាប់ម៉ាស៊ីនជាប់គូយន្តចាពិបាកខ្លាំងណាស់ចាហើយបែរជាស្រូវវិញថោកចាគាត់ពិបាកតែស្រួលសម្រាប់ខ្ញុំតែម្នាក់ឯងទេណាពុកម៉ែបងប្អូនណាដោយសារតែស្រូវចុះថោកអញ្ចឹងទៅខ្ញុំរៀងទិញបានច្រើនអញ្ចឹងទៅតែនៅតែអាណិតគាត់ហ្នឹងណាពុកម៉ែបងប្អូនចា